Chaជំរាបសួរកូនទាំងអស់គ្នាអរគុណព្រះថ្ងៃនេះអ្នកគ្រូមានកិច្ចការថ្នាក់ទី3គឺតកតងជាមួយនឹងមេរៀនគណិតវិទ្យាចាអញ្ចឹងថ្ងៃនេះមេរៀនរបស់យើងគឺមេរៀនទី3វិធីបូកចាអញ្ចឹងសប្តាហ៍មុនយើងបានរៀនរួចហើយតកតងជាមួយនឹងការគណនាប្រមាណវិធីបូកឬក៏ការបូកចាបូកលេខចាអញ្ចឹងថ្ងៃនេះអ្នកគ្រូលើកយកចំណោទចាសម្រាប់បង្ហាញកូនទាំងអស់គ្នាចាចំណោទរបស់យើងថ្ងៃនេះគឺពហុកីឡាដ្ឋានមួយមានអ្នកមើលបាល់ទាត់1015នាក់និងអ្នកមើលបាល់បោះ86នាក់អញ្ចឹងគេសួរថាតើចំនួនមនុស្សដែលមើលកីឡាមានទាំងអស់ប៉ុន្មាននាក់ចាអញ្ចឹងអ្នកគ្រូសូមបង្ហាញរូបភាពឲ្យកូនមើលចារូបភាពទី1នេះចាអញ្ចឹងរូបភាពទី1គឺជារូបភាពកីឡាបាល់ទាត់ចាអញ្ចឹងនៅពេលដែលមានក្រុមកីឡាបាល់ទាត់ទៅប្រកួតនៅកន្លែងណាមួយតែតែមានអ្នកគ្រប់គ្រងទៅចាទៅចូលរួមទស្សនាហើយឃើញថាអ្នកចូលរួមទស្សនាបាល់ទាត់គឺមានចំនួនច្រើនមែនទែនគឺ1000ចាគឺ1015នេះចា1000ចា1015នេះចាហើយអ្នកដែលទស្សនាបាល់បោះចាអញ្ចឹងថ្ងៃទី1នោះមានអ្នកទស្សនាបាល់បោះហ្នឹងគឺចា86នាក់ចា86នាក់អញ្ចឹងអ្នកដែលនៅខាងក្រោយហ្នឹងចាអ្នកដែលឈរអ្នកដែលអង្គុយនៅខាងក្រោយគឺជាអ្នកដែលទស្សនាអ្នកដែលគ្រប់គ្រងចាគឺគាត់ទស្សនាបាល់បោះហ្នឹងគឺ86នាក់អញ្ចឹងចំណុចរបស់យើងសួរថាតើចំនួនមនុស្សដែលមើលកីឡាមានទាំងអស់ប៉ុន្មាននាក់ចាអញ្ចឹងគាត់មើលចំណោទទីមើលតើយើងត្រូវដោះស្រាយប្រមាណវិធីអ្វីគុណចាអញ្ចឹងគឺយើងត្រូវដោះស្រាយប្រមាណវិធីបូកចាល្អមែនទេអញ្ចឹងយើងត្រូវសរសេរចាចំនួនចាអ្នកមើលបាល់ចាអ្នកមើលបាល់ទាត់ចាអញ្ចឹងអ្នកមើលបាល់ទាត់របស់យើងមានចំនួន1015នាក់យើងសរសេរវាជាចាតំណាងបូកហើយអ្នកមើលបាល់បោះមានចំនួន86នាក់យើងសរសេរវាជាតួបូកចាជាដាក់សញ្ញាបូកអញ្ចឹងគាត់ដឹងហើយណោះថាកាលណាបូកលេខគឺយើងបូកពីលើចុះក្រោមបូកពីស្ដាំទៅឆ្វេងចាសូមបានបូកជាមួយអ្នកគ្រូទាំងអស់គ្នាចា5បូក6ចា5បូក6ស្មើ11ចឹង11យើងត្រូវសរសេរលេខចាសរសេរលេខ1ត្រាទុក1នៅក្នុងបន្ទាប់បន្តមកទៀតយកត្រាទុកមកបូកលេខជាមួយលេខ1នោះ1បូក1 2 2បូក8ទៅជា10ចា10គុណសរសេរលេខ0ត្រាទុក1នៅក្នុងបន្ទាប់1បូក0 1បូក0ស្មើ1សរសេរលេខ1ហើយលេខ1អត់មានអីបូកយើងត្រូវទម្លាក់ចូលមកចានេះជាចម្លើយចាអញ្ចឹងអ្នកទស្សនាកីឡាបាល់ទាត់និងកីឡាបាល់បោះគឺមានចា1101ចាអញ្ចឹងឥឡូវយើងចូលទៅដល់របៀបទី2តកតងជាមួយនឹងចារបៀបឆ្លើយចាយើងរបៀបឆ្លើយអញ្ចឹងទី1គឺយើងត្រូវរកចារកចំនួនមនុស្សដែលមើលកីឡាទាំងអស់ចាអញ្ចឹងកីឡាយើងមាន2ណាចាអញ្ចឹងយើងរកចំនួនមនុស្សដែលមើលកីឡាទាំងអស់យើងសរសេរប្រមាណវិធីទៅជាលំហាត់ជួរដេកចា1015បូកជាមួយនឹង86អញ្ចឹងយើងឃើញចម្លើយហើយគឺស្មើចាស្មើ1101ចាបន្ទាប់មកយើងឆ្លើយថាចំនួនមនុស្សដែលមើលកីឡាទាំងអស់មានចាអញ្ចឹងយើងសេចម្លើយចូលមកចាមានចាអញ្ចឹងអ្នកដែលមើលកីឡាទាំងអស់គឺមាន1101ចាអ្នកចាអញ្ចឹងនេះគឺជាចំណោទខ្លីមួយហើយដើម្បីជួយកូនទាំងអស់គ្នាឲ្យកាន់តែយល់ច្បាស់បន្ថែមទៀតកុំភ្លេចកូនត្រឡប់ទៅផ្ទះវិញកូនអាចនឹងមើលនៅក្នុងសៀវភៅមេរៀនរបស់យើងគឺមានចំណោទតូចៗជាច្រើនដើម្បីឲ្យកូនកាន់តែច្បាស់សូមអរគុណច្រើនសូមប្រាប់ទានពរកូនជម្រាបលា